ជាដំបូងជំរាបសួរលោកគ្រូខ្ញុំឈ្មោះធីមស៊ីថាខ្ញុំមកពីក្រុម AC1 ថ្ងៃនេះខ្ញុំនឹងមក record វីដេអូដើម្បី show ពី RAM hard disk CPU និង IP address ចឹងជាដំបូងដើម្បីខ្ញុំអាចទៅធ្វើការបង្ហាញបានចឹងដំបូងខ្ញុំធ្វើការ login ជាមុនសិនចឹងខ្ញុំ login user របស់ខ្ញុំ AC1 បន្តទៀតខ្ញុំចូលទៅបញ្ចូល password សម្រាប់ password របស់ខ្ញុំហ្នឹងវាអត់ show ទេប៉ុន្តែខ្ញុំ enter មកខ្ញុំធ្វើការ login បាន success ចឹងបន្តមកទៀតខ្ញុំធ្វើការ cd slash ហើយខ្ញុំប្រើ command ls ចឹងវាបញ្ជាក់ថាខ្ញុំ login ហ្នឹងបាន success ហើយចឹងបន្តមកទៀតខ្ញុំទៅ check RAM command ដែលខ្ញុំអាច check RAM បានគឺ free.h ចឹងនេះជា RAM របស់ខ្ញុំRAM របស់ខ្ញុំ 1.9 GB ចឹងបន្តមកទៀតខ្ញុំ check ទៅលើ hard disk command ដែលខ្ញុំអាច check hard disk បានគឺ df.h ចឹងhard disk របស់ខ្ញុំមានវាចូលមកអស់ហើយចឹងបន្តមកទៀតខ្ញុំ check ទៅលើ CPU command ដែលខ្ញុំអាច check ទៅលើ CPU បានគឺ ls cpu ចឹងជានេះជា CPU របស់ខ្ញុំហើយជាចុងក្រោយនោះគឺខ្ញុំធ្វើការ check ទៅលើ IP address command ដែលខ្ញុំប្រើដើម្បី check IP address ហ្នឹងគឺ hostname .i ធំចឹងវានឹង show IP address ចឹងវីដេអូរបស់ខ្ញុំបានមកដល់ទីបញ្ចប់ហើយជាចុងក្រោយជម្រាបលាលោកគ្រូអរគុណលោកគ្រូ